Ok, số đâyទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីក្រោយពីខកខាននៃការធ្វើវីដេអូមួយរយៈដោយសាររវល់ឥឡូវនេះវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំណែនាំបងប្អូនអំពី app មួយដែលយើងអាចធ្វើការ mine កាក់បាន free ណាវាមានឈ្មោះថា Ruby ដោយបងប្អូនបានឃើញហើយនេះគឺជា app ដែលយើងបាន download ហើយវាមានរូបរាងរបៀបនេះអញ្ចឹងបើសិនជាបងប្អូនមិនទាន់បាន download ទេបងប្អូនអាចចូលទៅក្នុង Play Store ឬក៏ App Store របស់បងប្អូនដើម្បីធ្វើការdownload កម្មវិធីនឹងបានឥឡូវយើងឧទាហរណ៍មួយចូលនៅក្នុង Play Store បងប្អូនគ្រាន់តែវាយពាក្យថា Ruby បាទនេះបងប្អូននឹងបានឃើញណាចុចលើវាមកនេះបងប្អូននេះ logo ពណ៌ក្រហមនេះហើយបើសិនជាបងប្អូនចុចតាមរយៈ link របស់ខ្ញុំក៏បងប្អូនអាចធ្វើការចូលមកដល់ app ហ្នឹងដើម្បី download បានដែរអញ្ចឹង link នៃការណែនាំខ្ញុំនឹងដាក់នៅខាងក្រោមហើយ link បណ្ដាញសង្គម Twitter ឬក៏យើងហៅថា X របស់កម្មវិធីហ្នឹងដែលបងប្អូនអាចធ្វើការតាមដានមើលបានក៏ខ្ញុំដាក់នៅក្នុង description ខាងក្រោមដែរបងប្អូនអាចធ្វើការចូលទៅ follow ដើម្បីពិនិត្យមើលព័ត៌មានរបស់គេនៃការ update ណាអូខេកុំឲ្យខាតពេលយូរអញ្ចឹងនៅពេលដែលបងប្អូន download ហើយកុំភ្លេចពេលចុះឈ្មោះសូមជួយដាក់លេខកូដអញ្ជើញរបស់ខ្ញុំផងចាំខ្ញុំដាក់នៅលើអេក្រង់ទូរស័ព្ទនេះបងប្អូនមើលបងប្អូនចុចតាម link ក៏តម្រូវឲ្យបងប្អូនដាក់លេខកូដណែនាំនៅពេលបងប្អូនចុះឈ្មោះហើយបងប្អូន download ផ្ទាល់ក៏តម្រូវឲ្យបងប្អូនដាក់លេខកូដណែនាំដែរបានអាចចុះឈ្មោះបន្តទៀតបានណាអញ្ចឹងនៅពេលបងប្អូនចុះឈ្មោះគឺវាអត់មានអីពិបាកទេបងប្អូនអាចមើលតាមលំដាប់លំដោយដោយសារតែខ្ញុំមិនបានធ្វើជាវីដេអូនៃការចុះឈ្មោះទេព្រោះការចុះឈ្មោះគឺអត់គឺស្រួលបាទអត់មានអីលំបាកទេបងប្អូនណាអញ្ចឹងបន្ទាប់បងប្អូនចុះឈ្មោះហើយវាចេញតម្រង់របៀបនេះមកអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចម៉ាញវាកន្លែងនេះអញ្ចឹងការម៉ាញរបស់វាម្ដងគឺរយៈពេល24ម៉ោងហើយចំពោះតម្លៃបងប្អូនណាបងប្អូនប្រកាសជាដឹងថាការរកដល់ free តម្លៃវាប្រហែលប្រមាណនៅលើ app នេះដោយផ្ទាល់បងប្អូនចុចមើលកន្លែងនេះសញ្ញាទៀនណាចុចមកចឹងបងប្អូនមើលពីលើមករហូតដល់ក្រោមគេរៀបរាប់ហើយនៅទីនេះក៏គេប្រាប់ដែរណាមួយរូប៊ីហ្នឹងគឺប្រហែលតម្លៃ$2 if possible អានេះគេសួរណាគេថាតើអាចទៅរួចទៅអត់មួយរូប៊ីស្មើ$2អញ្ចឹងបងប្អូនមើលហើយបងប្អូនអូសមកក្រោមតិចមកបងប្អូនមើលនៅក្នុងកន្លែងនេះគេទៅសេថា Ruby is a digital commodity with a estimate value of about $2គេចង់និយាយថាកាក់ Ruby គឺជាទំនិញអនឡាញហើយដែលមានតម្លៃរបស់វាប្រហែលនឹង$2នេះបងប្អូនណាអញ្ចឹងវាជាក្តីសង្ឃឹមរបស់បងប្អូនអាចធ្វើការរកវាដោយ free វាឥឡូវទៅបាទការរកវាគឺ free ទេមិនទាមទារបងប្អូនចុះឈ្មោះហ្នឹងគឺមិនចំណាយលុយចំណាយកាក់អីទេគឺ free ហើយបងប្អូនមានអ៊ីនធឺណិតលេងណាអញ្ចឹងបងប្អូនអាចធ្វើការចុះឈ្មោះតាម link ដែលខ្ញុំដាក់ឬក៏ចុះឈ្មោះផ្ទាល់តាម Play Store ឬ App Store ដោយចូលទៅ download ហើយដាក់លេខកូដអញ្ជើញរបស់ខ្ញុំផងអញ្ចឹងបងប្អូនអាចចូលមើលកន្លែងនេះណាហើយបន្តមកទៀត app នេះគឺគេតម្រូវឲ្យបងប្អូនធ្វើ KYC អញ្ចឹងពេលបងប្អូនចុះឈ្មោះហើយគឺมันអាចតន់ធ្វើ KYC បានទេគឺមានលក្ខខណ្ឌរបស់គេចំនួន3អញ្ចឹងឥឡូវនៅពេលបងប្អូនចុះឈ្មោះហើយខ្ញុំណែនាំបងប្អូនតិចចុះឈ្មោះហើយសូមបងប្អូនចូលមកត្រង់កន្លែងរូបក្បាលមនុស្សខាងក្រោមនេះមកបន្តមកទៀតបងប្អូននឹងឃើញមាននៅក្នុងកន្លែងនេះ My information បងប្អូនត្រូវបំពេញព័ត៌មានរបស់វាបាទ user verification នេះគឺជា KYC ហើយបងប្អូនគឺគេតតែគេអញ្ជើញយើងឥឡូវខ្ញុំបង្ហាញពេលក្រោយ KYC ណាអញ្ចឹងបងប្អូនមើលត្រង់កន្លែងពាក្យថា My information បងប្អូនចូលមកកន្លែងហ្នឹងហើយបងប្អូនចង់ដាក់រូបភាព logo បងប្អូនចង់ដាក់ឈ្មោះនៅ page លេខទូរស័ព្ទ email អីហ្នឹងគឺបងប្អូនដាក់តាមព័ត៌មានរបស់បងប្អូនជាក់ស្ដែងទៅណាតោះពីបងប្អូនបានបំពេញចំណុចហ្នឹងហើយគឺនៅត្រង់កន្លែងuser verification នេះគឺជាកន្លែង KYC បងប្អូនចុចត្រង់កន្លែងពាក្យថា KYC ហ្នឹងមកអញ្ចឹងនៅទីនេះបងប្អូនចុចសញ្ញាព្រួយកន្លែងពាក្យថា continue បាទលក្ខខណ្ឌមាន3ទី1គឺបងប្អូនត្រូវតែបន្ទាប់ពីចុះឈ្មោះហើយហ្នឹងគឺអនឡាញបានថាធ្វើការម៉ាញវារយៈពេលឲ្យបាន30ថ្ងៃសិនខាងលើគេហើយទី2គឺយើងត្រូវតែម៉ាញធ្វើម៉េចឲ្យបានកាក់ហ្នឹងចាប់ពី30រូប៊ីសិនឬក៏30គ្រាប់ហ្នឹងណានឹងបន្ទាប់ពីយើងម៉ាញបាន30គ្រាប់ហើយគឺបងប្អូនរងចាំការអញ្ជើញពីខាង system បងប្អូនឃើញទេខាងក្រោមគេគេដាក់ថា receive an invitation from KYC 1.5អញ្ចឹងនៅពេលដែល version របស់គេ1.5ធ្វើការ invite យើងហើយទើបយើងអាចធ្វើការធ្វើ KYC បានអញ្ចឹងនៅពេលបងប្អូនត្រូវតែរងចាំឲ្យគ្រប់លក្ខខណ្ឌទាំង3ហ្នឹងទើបអាចធ្វើ KYC បានណាអញ្ចឹងលក្ខខណ្ឌទី1គឺយើងធ្វើវាដោយខ្លួនឯងគឺយើងធ្វើយ៉ាងម៉េចម៉ាញវាឲ្យបាន30ថ្ងៃ
លក្ខខណ្ឌទី2ធ្វើម៉េចមកញ៉ាំបានរយៈពេលបាន30គ្រាប់បាទហើយលក្ខខណ្ឌទី3គឺរងចាំការអញ្ជើញពី system យើងអត់ដឹងថាពេលណាទេអញ្ចឹងបងប្អូនអាចលេងវាបដាទៅបាទដោយសារតែគេឲ្យយើងរក free ទេហើយបើសិនជាបងប្អូនចុះឈ្មោះហើយចង់ណែនាំមិត្តភ័ក្តិបន្តបងប្អូនចុចកន្លែងនេះណាបាទចុចមកបាទហើយនេះគឺជាលេខកូដអញ្ជើញរបស់ខ្ញុំណាបើសិនជាបងប្អូនចុះឈ្មោះហើយកុំភ្លេចដាក់លេខកូដអញ្ជើញរបស់ខ្ញុំផងអក្សរ A ធំអក្សរ K អក្សរ I និងការ៉េ5បាទហើយបើសិនជាបងប្អូនចង់បាន link បងប្អូនចុះឈ្មោះហើយបងប្អូនចុចកន្លែងហ្នឹងមកនឹងទទួលបាន link បងប្អូនអាចណែនាំទៅមិត្តភ័ក្តិបន្តទៀតបានហើយហើយវាដូចជាអត់មានអីច្រើនទៀតទេបងប្អូនអាចពិនិត្យមើលព័ត៌មាននៅក្នុងហ្នឹងដោយខ្លួនឯងទៅណាវាមានអីច្រើនទេត្រង់កន្លែងនេះគឺតកតងនឹងព័ត៌មាន account របស់យើងចង់ connect វាដោយប្រើ password ឬក៏យើងប្រើ two factor security ឬក៏យើងប្រើ face ID អីចឹងណាបាទចង់បងប្អូនអាចចូលមើលខ្លួនឯងចឹងអ្វីដែលសំខាន់ដែលខ្ញុំចង់ណែនាំប្រាប់បងប្អូនចង់និយាយថា app នេះគឺយើងរក free អញ្ចឹងបងប្អូនអាចចុច register ឲ្យម៉ាញវាទៅហើយតម្លៃគឺប្រហែល$2ដូចខាង app គេចេញព័ត៌មានផ្សាយណាអញ្ចឹងតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានខ្ញុំនឹងព្យាយាមឆ្លើយហើយបើបងប្អូនមានចម្ងល់អំពីអ្វីក៏អាច comment នៅខាងក្រោមនេះបានដែរខ្ញុំនឹងព្យាយាមឆ្លើយបើសិនជាឆ្លើយរួចខ្ញុំនឹងព្យាយាមប្រាប់បងប្អូនជាចុងក្រោយបើសិនជាបងប្អូនមិនទាន់បានជួយ subscribe channel ខ្ញុំទេជួយ subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀតបាទអរគុណច្រើនជម្រាបលា